បងប្អូនថ្ងៃនេះមានដំណឹងល្អមួយសម្រាប់បងប្អូនណាដែលទន្ទឹងរង់ចាំវីសាដើម្បីមកសហរដ្ឋអាមេរិកឥឡូវនេះកាលពីម្សិលមិញកាលពីថ្ងៃទី7ខែសីហាឆ្នាំ2026ហ្នឹងតុលាការសហព័ន្ធបានទាត់ចោលលុបចោលការផ្អាកផ្ដល់ទិដ្ឋាការទៅកាន់អ្នកដែលសម្ភាសជាប់ទាំងអស់យើងដឹងស្រាប់មកហើយកាលពីដើមខែមករាឆ្នាំថ្ងៃទី21មករាឆ្នាំ2026លោក Donald Trump បានចេញបទបញ្ញត្តិមួយគឺបិទអត់ឲ្យចេញវីសាទៅកាន់អ្នកដែលសម្ភាសជាប់មកពីប្រទេសចំនួន75ហើយកម្ពុជាយើងក៏មួយក្នុងចំណោមប្រទេស75នោះដែរអញ្ចឹងហើយបានអ្នកដែលគាត់សម្ភាសចាប់ពីថ្ងៃទី21ខែមករាមកអត់ទោះបីជាសម្ភាសជាប់ក៏ដោយក៏អត់ទាន់បានវីសាទេមកដល់ខែសីហានេះទើបតែយើងបានដំណឹងបានពន្លឺខ្លះតឡាការសហព័ន្ធហ្នឹងបានទាត់ចោលក្នុងការផ្អាកហ្នឹងហើយឥឡូវនេះគេមិនទាន់ប្រាប់ថ្ងៃខែជាក់លាក់ទេថាពេលណាគេនឹងផ្ដល់ដំណឹងទៅខាងស្ថានទូតផ្សេងៗនៅតាមបណ្ដាប្រទេសទាំង75ហ្នឹងដើម្បីឲ្យបកគោលវីសាទៅអ្នកដែលសម្ភាសជាប់ហើយអញ្ចឹងបងប្អូនអ្នកដែលរងចាំទទួលបានវីសាអាចចាំនឹងតិចទៀតទៅខ្ញុំគិតថាដូចជាមិនយូរទេនឹងគេហៅបងប្អូនចូលទៅឲ្យវីសាហើយក្នុងនោះដូចជាមានគោលការណ៍ថែមពីលើនឹងទៀតគេនឹងពិនិត្យមើលថាពេលដែលបងប្អូនមកហ្នឹងមានលទ្ធភាពក្នុងការចំខ្លួនឯងរួចឬក៏អត់ទេអ្នកសម្ភាសហ្នឹងក៏មានថវិកាគ្រប់គ្រាន់ឬអត់ណាបើសិនជាអត់ទេគេនឹងអាចឲ្យបងប្អូនតម្កល់លុយដោយទៅនឹងការមកលេងដែរប៉ុន្តែគោលការណ៍ហ្នឹងយើងអត់ទាន់ច្បាស់ណាយើងគ្រាន់តែឮលៀងតាម website អត់ផ្លូវការមួយចំនួនគេថាគេនឹងអាចឲ្យបងប្អូនតម្កល់លុយប៉ុន្តែតម្កល់លុយហ្នឹងមិនច្រើនទេដូចជាខ្ទង់ជា1000អីឡើងអញ្ចឹងណាប៉ុន្តែឲ្យច្បាស់ចំនួនប្រហែលដូចអត់ទាន់មានទេអាចទៅដល់រាប់ម៉ឺនអីចឹងក៏ថាបានដែរប៉ុន្តែគោលការណ៍នេះយើងចាំមើលទាំងអស់គ្នាសិនប៉ុន្តែអ្វីដែលជាដំណឹងល្អសម្រាប់បងប្អូនដែលរងចាំហ្នឹងគឺអាចនឹងមានសង្ឃឹមវិញហើយអាចនឹងក្នុងពេលឆាប់អញ្ចឹងបងប្អូននឹងមានសង្ឃឹមជាថ្មីហើយនឹងអាចបានមកស្គាល់ទឹកដីអាមេរិកនឹងក្នុងពេលឆាប់ហើយសង្ឃឹមថាអ្នកដែលថ្មីដូចគ្នានឹងសម្ភាសក្នុងខែនេះឬក៏ខែក្រោយបន្តនឹងអីឲ្យជាប់ហើយនឹងបានមកអាមេរិកឆាប់ហើយដូចជាបងប្អូនអ្នកជាប់ឆ្នោតដូចគ្នាគាត់ជិតដល់ផុតកំណត់ហើយគឺចុងខែ9ចូលដល់ខែ10ហ្នឹងគឺផុតកំណត់ឆ្នោត2026ហើយសង្ឃឹមថាពួកគាត់ក៏បានវីសាដូចគ្នាហើយអ្នកដែលមិនទាន់បានសម្ភាសឲ្យបានចូលសម្ភាសឲ្យលឿនកុំឲ្យផុតកំណត់ទាន់ហើយសម្រាប់ឆ្នោត2028ក៏យើងមិនទាន់ដឹងដែរថាគេនឹងបើកឬក៏អត់ប៉ុន្តែអ្វីចាប់ផ្ដើមមកត្រឡប់មកភាពដូចដើមវិញហើយអញ្ចឹងអ្វីផ្សេងខ្ញុំគិតថាឆ្នោតអីហ្នឹងក៏នឹងអាចបើកឡើងវិញហើយបងប្អូនមានឱកាសមកសហរដ្ឋអាមេរិកដូចគ្នាដែរហើយបាទអរគុណវីដេអូខ្លីនេះគឺមានតែប៉ុណ្្នឹងទេមិនមានសំណួរអីដាក់នៅខាងក្រោមទៅហើយសូមជួយចែកម្លែកផងដំណឹងនេះគឺជាដំណឹងល្អសម្រាប់បងប្អូនដែលទន្ទឹងរង់ចាំបានវីសាមកសហរដ្ឋអាមេរិកបាទអរគុណបាយបាយ